កាណាំងព្រះអើយប្រលែងអើយខ្ញុំហងប្រលែងអើយហោតើឯងខ្លែងដល់តូចប្រឹងហងឡើងទៅសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាដំណើរកំសាន្តទៅកាន់កោះកុងក្រៅចំនួន2យប់3ថ្ងៃរបស់ពួកយើងចង់ដឹងថាតើដំណើរកំសាន្តរបស់ពួកយើងនឹងគឺមានអ្វីខ្លះទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាបានស្គាល់ហើយថាកោះកុងក្រៅគឺជាកោះមួយដែលស្ថិតនៅក្នុងខេត្តកោះកុងដែលមានសម្រស់ស្រស់ស្អាតមែនទែននៅរដូវរំហោយើងនោះដំណើរកំសាន្តរបស់យើងមានរយៈពេល2យប់3ថ្ងៃដែលពួកយើងក៏ទៅគេងនៅឆ្នេរទី4ខ្ញុំហ៊ាននិយាយបានថាកោះកុងក្រៅគឺពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនតែគ្រាន់តែចូលដល់រដូវរំហោភ្លាមនៅពេលដែលចង់ទៅលេងសមុទ្រគឺនឹកឃើញមុនគេគឺកោះកុងក្រៅហ្នឹងឯងជីវិតរបស់យើងពេលខ្លះក៏ត្រូវការពេលសម្រាកដែរនៅពេលដែលយើងមានអារម្មណ៍ថាយើងអស់កម្លាំងពីការងារការគិតរឿងរ៉ាវជាច្រើននៅក្នុងជីវិតរបស់យើងផ្លូវចិត្តរបស់យើងក៏ត្រូវការមានពេលសម្រាកដូចគ្នាពេលខ្លះមានតែសារយើងទន់ខ្សោយឯងជីវិតក៏ត្រូវការមកជួបជាមួយនឹងធម្មជាតិដែលវាប្រៀបបីដូចជាការផ្ដល់ឱកាសឲ្យខ្លួនឯងនឹងអាចមកដកដង្ហើមវែងជ្រៅជាមួយនឹងធម្មជាតិពេលខ្លះវាហាក់បីដូចជាឱសថមួយយ៉ាងដែលអាចជួយព្យាបាលផ្លូវចិត្តរបស់យើងធ្វើឲ្យយើងបានជួបមនុស្សថ្មីគិតរឿងល្អទទួលបានបទពិសោធន៍ថ្មីនៅពេលដែលយើងបានទៅជួបកន្លែងថ្មីប្រៀបបីដូចការផ្លាស់ប្ដូរសីតុណ្ហភាពផ្លូវចិត្តរបស់យើងមួយរយៈពេលខ្លីប៉ុន្តែមានអត្ថន័យទៅធ្វើឲ្យយើងមិនអាចបំភ្លេចបានវាហាក់បីដូចជាការស្ដារជាមួយនឹងធម៌ពលជីវិតរបស់យើងឡើងវិញចឹងមនុស្សយើងម្នាក់នរណាគេក៏ចេះមានបញ្ហាដែរពេលខ្លះគួរតែរៀនផ្ដល់ឱកាសឲ្យខ្លួនឯងនៅក្នុងការទៅរកកន្លែងមួយដែលស្ងប់ស្ងាត់ដើម្បីដកដង្ហើមឲ្យបានធូរចិត្តដើម្បីបង្កើតឱកាសនិងបង្កើនភាពជឿជាក់ដល់ខ្លួនឯងអ្វីដែលខ្ញុំនិយាយហ្នឹងគឺវាមិនអាចធ្វើឲ្យជីវិតរបស់យើងផ្លាស់ប្ដូរទាំងស្រុងទេប៉ុន្តែវាក៏អាចធ្វើឲ្យផ្លូវចិត្តរបស់យើងហ្នឹងគឺស្រស់ស្រាយជាងមុនហើយធ្វើឲ្យយើងត្រឡប់ទៅស្រឡាញ់ខ្លួនឯងវិញម្ដងដែលអត់មានណាគេអាចមើលឃើញនិងដឹងឮក្រៅពីយើងខ្លួនឯងទេនៅពេលដែលសម្លេងទឹករលកសមុទ្រជាមួយនឹងខ្យល់ដែលវាបាក់ផាយផាត់មកប៉ះជាមួយនឹងមុខរបស់ខ្ញុំធ្វើឲ្យខ្ញុំយល់ថាពេលខ្លះអ្វីគឺវាតែងតែមកតាមពេលវេលារបស់វាសមុទ្រខៀវចាំងធ្វើឲ្យខ្ញុំចាំបានថាខ្ញុំបានឆ្លងកាត់រឿងរ៉ាវជាច្រើនតែមកដល់ត្រង់នេះនៅតែមានសមត្ថភាពនិងមិនបោះបង់ខ្លួនឯងចោលជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អសុខសប្បាយទាំងផ្លូវចិត្តទាំងផ្លូវកាយទាំងអស់គ្នាកុំភ្លេចស្រឡាញ់ខ្លួនឯងឲ្យច្រើនណាបាយបាយ